Hi សូមអ្នកទាំងអស់គ្នាស្គាល់ SCP-096 ថាជា SCP ដែលបើយើងមើលឃើញមុខវានឹងតាមស្លាប់យើងប៉ុន្តែវីដេអូនេះខ្ញុំចង់និយាយពីប្រភពរបស់វាតើ SCP-096 នឹងកើតឡើងមកពីអីអ្វីគ្រប់យ៉ាងគឺកើតឡើងមកពីអពៈនេះដែលជាអ្នកឡើងភ្នំម្នាក់ដែលគិតថាខ្លួនឯងនឹងខ្លាំងជាងគេហើយឡើងភ្នំអីក៏បានដែរហើយគាត់ចង់ឡើងភ្នំ Everest ប៉ុន្តែមុននឹងឡើងគាត់សម្រាកសិនគាត់សម្រាកញ៉ាំអីសិនប៉ុន្តែអ្នកដែលនៅហាងហ្នឹងប្រាប់ថាកុំឲ្យឡើងអីពីព្រោះអីនៅលើហ្នឹងមានរឿងដែលអាក្រក់កើតឡើងតែវាអត់ខ្វល់វាថាខ្ញុំខ្លាំងខ្ញុំចង់ឡើងហើយខ្ញុំចង់ឈ្នះ so ដល់ពេលគេលើចឹងហើយគេថាទៅអញលេងខ្វល់ហើយ so អាប៉ែនឹងត្រៀមខ្លួនហើយស្អែកឡើងចាប់ផ្ដើមឡើង so ភ្នំ Everest នេះគឺខ្ពស់ហើយត្រជាក់ខ្លាំងមែនតើប៉ុន្តែអាប៉ែនេះគាត់ចេះរបៀបដកដង្ហើមចេះរបៀបឡើងចេះរបៀបសម្រាកចេះរបៀបចឹងទៅក៏គាត់ឡើងទៅគាត់អត់មានបញ្ហាអីចឹងណាជួនកាលឡើងទៅឃើញមនុស្សដែលឡើងអត់ដល់ហើយស្លាប់នៅនឹងទៀតប៉ុន្តែគាត់គិតថាគាត់ឈ្នះខ្លាំងជាងមនុស្សអស់នឹងហើយខំប្រឹងឡើងទៀតចឹងណាព្រោះអីគាត់ធ្លាប់ឡើងភ្នំច្រើនហើយភ្នំ Everest ជាភ្នំមួយដែលគាត់ចង់ឡើងខ្លាំងជាងគេ so គាត់ត្រេកអរទៀតដល់ពេលឃើញមនុស្សស្លាប់ម្ដងគាត់ល្អថាអូខេអញបានលើសម្នាក់នេះម្នាក់នោះម្នាក់នេះចឹងហើយតបពីឡើងហើយទ្រាំតិចហើយទ្រាំទ្ររហូតដល់3 4ថ្ងៃហើយបានដល់កន្លែងកំពូលមួយមិនមែនកំពូលណាចិត្តដល់កន្លែងកំពូលហើយប៉ុន្តែដល់ពេលឡើងទៅចាប់ផ្ដើមត្រជាក់ខ្លាំងមែនតើហើយក្នុងខ្លួនក៏ចាប់ផ្ដើមរបៀបរឹងកអីចឹងណាប៉ុន្តែក៏នៅតែដើរបានដែរប៉ុន្តែអ្វីមួយដែលចម្លែកគឺមានមនុស្សម្នាក់នៅលើនឹងដែរមនុស្សដែលពាក់អាវធំពណ៌សហើយមុខពណ៌ខ្មៅហើយមនុស្សនឹងដើរមកគឺអត់មានខ្លាចអត់មានអីអត់មានត្រជាក់អត់មានអីទាំងអស់ប៉ុន្តែមើលទៅដូចបិសាចជាងសុកភ្នែកក៏ចាប់ផ្ដើមភ្លឺមកចេញពណ៌ទឹកក្រូចហើយសឡក់មើលអាប៉ែហ្នឹងគ្រាន់តែមើលភ្លាមខ្លាចភ្លាមហើយនិយាយអត់កើតទេអត់និយាយអត់កើតអត់ហ៊ានប៉ុន្តែក៏ដកភ្នែកចេញពីបិសាចនឹងអត់បានទេពីព្រោះអីបិសាចនឹងបានឡុកអាប៉ែនឹងជាប់អត់ហើយ mind control ពេលអញ្ចឹងទៅបានអាប៉ែអ្នកឡើងភ្នំនឹងដឹងថានឹងហើយជាបិសាចដែលគេប្រាប់ឥឡូវហែងទល់មុខបិសាចនឹងហើយធ្វើអីហើយបិសាចនឹងក៏ចេះនិយាយដែរប្រាប់ថាឡើងមកនេះគឺខុសខ្លាំងហើយខុសខ្លាំងមែនតើហើយចង់បានអីពីហើយឡើងមកដើម្បីថាប៉ែនឹងឆ្លើយថាកុំធ្វើបាបខ្ញុំគ្រាន់តែចង់ឡើងភ្នំទេហើយប៉ែនឹងថាបើហែងចង់ឡើងទៀតនេះហើយវា summon អាថ្មនឹងឡើងទៅទៀតហើយអាមនុស្សហ្នឹងក៏ឃើញខ្លួនឯងថាចំនៅជាប់កែមភ្នំឡើយហ្នឹងនៅខំឡើងទៀតឡើងទៅដល់លើទៀតអញ្ចឹងខំប្រឹងឡើងទៅដល់បិសាចហ្នឹងជប់ភ្នំមកថែមទៀតហើយប៉ែនឹងខំប្រឹងឡើងទៀតឡើងរហូតដល់ថ្នាក់1ឆ្នាំ2ឆ្នាំ3ឆ្នាំអីឡើងអត់ដល់អញ្ចឹងណាហើយជួបឡើងទៀតហើយអាបិសាចហ្នឹងចេះតែមើលមកក្រុមហើយសោចវិញសោចឲ្យសោចចំអកអីចឹងណាលេងសើចជាមួយនឹងជីវិតវាថាអាប៉ែហ្នឹងគឺអត់ចេះងាប់ទេពីព្រោះអីចូល curse របស់បិសាចហ្នឹងប៉ុន្តែចេះអត់អាហារចេះស្រក់គីឡូស្រក់អីស្រក់ឡើងទៅជាឆ្អឹងទៅជាសាច់តូចមួយឡើងដៃវែងជើងវែងហើយមុខអស់សក់ហើយស្បែកទៅជា slate ដូច SCP-096 ដែលយើងឃើញអញ្ចឹង so he turns into SCP-096 បន្ទាប់ពីច្រើនឆ្នាំមកហើយបានបិសាចនឹងថាអូខេឈប់ចង់លេងជាមួយនឹងហែងហើយអាចទៅបានដល់ពេលអញ្ចឹងទៅដោះលែងប៉ុន្តែអាបិសាចនឹងឡើងទៅជាបិសាច SCP-096 ហើយឡើង traumatized ឡើងឃើញភ្នែករបស់អាខ្មោចនឹងគឺចាប់ផ្ដើមភ័យចាប់ផ្ដើមខ្លាចអត់ចង់ឲ្យវាមើលយើងទៀតទេហើយក៏បិទភ្នែកហើយចេញទឹកភ្នែកដោយ SCP-096 ដែលយើងបានឃើញអញ្ចឹង so រួចខ្លួនហើយអញ្ចឹងអាប៉ែនឹងមានតែដើរទៅវិញទៅស្រុកវិញទៅដើម្បីហៅគេជួយទៅដើម្បីជួបមនុស្សធម្មតាវិញប៉ុន្តែដល់ពេលទៅដល់ស្រុកហ្នឹងអាខួរក្បាលហ្នឹងវាទ្រាំបន្ថយពេកទោះឃើញមនុស្សមកពីណាក៏ដោយក៏វាគិតថាជាបិសាចហ្នឹងដែរដែលមានភ្នែកពណ៌ចាំងពណ៌ទឹកក្រូចហ្នឹងមើលមកវាហើយវាអត់ចោលឲ្យមើល don't look at me វាបិទមុខមិនក៏ដោយក៏គេនៅតែមើលឃើញដែរ so that's when នេះជាពេលដែល SCP-096 ចាប់ផ្ដើមរត់ដេញវាយគេដេញស៊ីគេដេញសម្លាប់គេ so SCP-096 បានសម្លាប់មកភូមិនឹងចោលពីព្រោះអីមនុស្សនៅនឹងសិតតែឃើញមុខវាទាំងអស់ចាប់ពីពេលនឹងមក SCP-096 នឹងក្លាយទៅជាបិសាចដែលបិទមុខខ្លួនឯងហើយយំរហូតហើយនៅពេលដែលណាគេមើលឃើញមកគាត់វានឹងសេកជាលឺគួរឲ្យខ្លាចហើយវានឹងដេញវាយយើងតើតាដល់ភពប្រច័ណ្ឌ